បងប្អូនគ្នាមកទល់នឹងពេលនេះកម្ពុជានិងថៃមិនទាន់មានការដោះស្រាយណាមួយជាផ្លូវការនោះទេពាក់ព័ន្ធទៅនឹងរឿងរ៉ាវបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃហើយបើយើងនិយាយអំពីការឈ្លានពានរបស់ថៃបានប្រើប្រាស់នៅសភាវុធទំនើបច្រើនមែនទែនបាទដែលធ្វើការបំផ្លិចបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាបាទច្រើនសន្ធឹកសន្ធាប់ហើយក៏មានទាហានខ្មែរយើងស្លាប់ច្រើនផងដែរពួកគាត់បានធ្វើការពលីនៅក្នុងសង្គ្រាមមួយនេះក៏ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បើយើងឃើញថាសង្គ្រាមពាក់ព័ន្ធទៅនឹងកម្ពុជានិងថៃមានការប៉ះអាវុធបាទជាមួយគ្នានៅតាមបន្ទាត់ព្រំដែនយើងប្រកាសជាដឹងហើយថាយូរដែរហើយចូលប្រហែលខែទៅហើយបងប្អូនយើងមួយចំនួនប្រហែលជាផ្លិចបងប្អូនកុំអាតន់ផ្លិចហើយកុំអាតន់ទៅទិញនៅគេហៅថាសម្ភារៈរបស់ថៃបាទដែលផលិតពីប្រទេសថៃឬក៏រោងចក្រថៃប្រើប្រាស់ឲ្យសោះយើងកុំផ្លិចបាទកុំភ្លេចឲ្យសោះថៃនេះគឺមើងងាយយើងខ្លាំងណាស់យកលុយទៅឲ្យវាទិញរបស់របរវាប្រើប្រាស់បើវាចំណេញពីយើងទៅហើយក៏ប៉ុន្តែវានេះវាបែរជាបាទទៅមិនសប្បាយចិត្តជាមួយយើងថាយើងនឹងទិញរបស់វាឌីលយើងសុទ្ធតែអញ្ចេះសុទ្ធតែអញ្ចោះហើយបាទសុទ្ធតែគម្រាមផ្ដាច់នៅក្នុងការលក់មកឲ្យកម្ពុជាហើយគេថាបើសិនជាយើងជប់លក់ឲ្យកម្ពុជានឹងសុំចោះចាញ់ព្រោះអ្វីទាំងអស់គឺកម្ពុជាទិញពីថៃបាទអញ្ចឹងជាព័ត៌មានដែលបងប្អូនអរគ្នាកុំភ្លេចឲ្យសោះបងប្អូនត្រូវចាំថាពាក់ព័ន្ធទៅនឹងនេះរូបប្រមាណសិលឹកដែលadminបានធ្វើការស្លាយនេះគឺជាព័ត៌មានដែលជារូបភាពដែលមានភាពឈឺចាប់ចំពោះប្រជាជនខ្មែរជាពិសេសបាទភរិយារបស់វីរៈកងទ័ពរបស់យើងគឺត្រូវបានបាត់បង់ស្វាមីកូនត្រូវបាត់បង់ឪពុកគ្មានអ្នកទីប្រឹក្សាគ្មានបើយើងនិយាយមកបែបឲ្យខ្លីទៅគេហៅថាមនុស្សរស់ដោយរស់តែឯងបាត់មេគ្រួសារបាត់បើយើងនិយាយទៅគេហៅថាទូកបាត់ច្បាអញ្ចឹងសម្រាប់រឿងរ៉ាវដែលបងប្អូនអរគ្នាផ្លេចហើយនាំគ្នាទៅសបាយមកទល់នៅពេលនេះ admin គាត់ថាមានច្រើនមែនទែនដោយសារតែអ្នកខ្លះគាត់ប្រហែលជាភ្លេចនៅបាទវីរៈកងទ័ពរបស់កម្ពុជារបស់យើងដែលបានពាក់លេងនៅក្នុងសង្គ្រាមរវាងកម្ពុជានិងថៃហើយបងប្អូនអរគ្នាមើលនៅទស្សនវិជ្ជាដែល admin បានស្លាយទៅគឺឃើញថាវាឈឺចាប់ប៉ុណ្ណាវាមិនមែនជាភាពឈឺចាប់ធម្មតាទេប្រទេសជាតិទាំងមូលបាទបើសិនជាដូចប៊ុនស៊ិនផាកខ្លាំងគេនិយាយថាវាយតែ3ថ្ងៃគឺដល់ភ្នំពេញហើយបាទវាមិនមែនត្រឹមតែបង្កសង្គ្រាមរវាងនៅតាមបន្ទាត់ព្រំដែនទេគឺវាចង់វាយមកដល់ភ្នំពេញហើយវាចង់វាយយកប្រាសាទអង្គរវត្តយើងទៅទៀតបាទមិនមែនត្រឹមតែរឿងរ៉ាវនៃការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនទេឥឡូវនេះមកទល់នៅពេលនេះថៃក៏កំពុងតែបាក់មុខខ្លាំងមែនទែនបាទមិនមែនបាក់មុខធម្មតាទេបងប្អូនឡើងទៅលើឆាកអន្តរជាតិកម្ពុជាបានប្រមូលភ័ស្តុតាងជាច្រើនដែលយោធារបស់ថៃបានធ្វើការបំពានដែលយោធារបស់ថៃបានធ្វើការបំផ្លិចបំផ្លាញនៅក្នុងទឹកដីកម្ពុជាបើទោះបីជាវាសបាយនៅក្នុងការវាយដណ្ដើមបានទឹកដីកម្ពុជាបាទក៏ប៉ុន្មានក៏ប៉ុន្តែបើយើងនិយាយមួយម៉ាត់ឲ្យខ្លីទៅគឺនៅពេលដែលឡើងទៅលើឆាកអន្តរជាតិកម្ពុជារបស់យើងគឺបង្ហាញសឹងថាបង្ហាញភ័ស្តុតាងនៅនឹងមុខថាថៃកំពុងតែឈ្លានពានមកលើទឹកដីកម្ពុជាហើយថាតើប្រទេសណាខ្លះដែលគ្រប់គ្រងនៅទង្វើថោកទាបបែបនេះបាទគ្រប់គ្រងឲ្យប្រទេសធំវាយប្រទេសតូចដណ្ដើមទឹកដីគ្នាអញ្ចឹងមែនឬក៏យ៉ាងណាឥឡូវនេះសូម្បីតែបារាំងក៏បានផ្ដល់ជាឯកសារមួយចំនួនមកឲ្យប្រទេសកម្ពុជាហើយនឹងថៃដើម្បីយកទៅដោះស្រាយពាក់ព័ន្ធទៅនឹងផែនទីនៅតាមបន្ទាត់ព្រំដែននៅរវាងកម្ពុជានិងថៃផងដែរអញ្ចឹងយើងសួរថាតើកម្ពុជានិងថៃអាចដោះស្រាយគ្នាចប់ដែរឬក៏យ៉ាងណាបាទចប់ឬក៏មិនចប់វាអាស្រ័យទៅលើថៃថាតើថៃចង់បញ្ចប់ដែរឬក៏យ៉ាងណាក៏ប៉ុន្តែបើយើងនិយាយអំពីនាយករដ្ឋមន្ត្រីថ្មីលោកអនុទានទីបាទដឹកនាំឥឡូវដូចជាគ្មានដំណោះស្រាយណាមួយជាក់លាក់ទាល់តែសោះបើទោះបីជានាយករដ្ឋមន្ត្រីថៃចេញមុខមកនិយាយបែបណាក៏ដោយក៏ប៉ុន្តែឲ្យទៅដល់ប្រទេសវាវិញបាទវាទៅជាប្រែកន្លះផ្សឹងទៅទាំងដែលនាយករដ្ឋមន្ត្រីនិយាយថាអូខេទៅហើយតើអ្នកណាម្នាក់នៅពីក្រោយខ្នងបាទនៃរឿងនេះចាអញ្ចឹងបានថាពាក់ព័ន្ធទៅនឹងរូបភាពដែលមានបានស្លាយនេះបងប្អូនឃើញគឺឈឺចាប់មែនទែនយើងបន្តភាពឈឺចាប់យើងបន្តពលិការនៅក្នុងការប្រើប្រាស់ផលិតផលរបស់ថៃឬក៏សៀមហើយពេលនេះខ្ញុំបាទសូមគោរពនឹងជម្រាបលា